សុភាសិតក្រៅស៊ីរៈត្រជាក់ស៊ីជ្រៅគឺជាពាក្យស្លោកខ្មែរដ៏មានអត្ថន័យជ្រាលជ្រៅបំផុតដែលបង្រៀនយើងអំពីចិត្តសាស្ត្រនៃការប្រាស្រ័យទាក់ទងនិងយុទ្ធសាស្ត្រក្នុងការរស់នៅយើងអាចបកស្រាយអត្ថន័យនេះជាពីរជ្រុងធំៗមួយអត្ថន័យក្នុងន័យធៀបចរិតលក្ខណៈមនុស្សក្តៅស៊ីរៈសំដៅលើមនុស្សដែលមានចរិតឆេវឆាវចិត្តក្តៅចូលចិត្តប្រើអំណាចឬប្រើសម្ដីខ្លាំងៗដើម្បីគំរាមកំហែងអ្នកដទៃមនុស្សប្រភេទនេះអាចមើលទៅគួរឲ្យខ្លាចនៅខាងក្រៅប៉ុន្តែឥទ្ធិពលរបស់ពួកគេច្រើនតែមានកម្រិតស៊ីរៈមិនអាចតាក់ទាញចិត្តមនុស្សឲ្យគោរពបានយូរអង្វែងឬមិនអាចធ្វើការងារធំបានសម្រេចឡើយព្រោះភាពឆេវឆាវធ្វើឲ្យបាត់បង់មិត្តភ័ក្តិនិងឱកាសត្រជាក់ស៊ីជ្រៅសំដៅលើមនុស្សដែលមានចរិតត្រជាក់បង្កប់ដោយភាពប៉ិនប្រសប់ប្រើសម្ដីទន់ភ្លន់និងមានការពិចារណាខ្ពស់មនុស្សប្រភេទនេះទោះមើលទៅធម្មតាប៉ុន្តែសម្ដីនិងសកម្មភាពរបស់ពួកគេមានឥទ្ធិពលខ្លាំងអាចទម្លុះដល់ចិត្តមនុស្សស៊ីជ្រៅនិងអាចសម្រេចកិច្ចការធំៗបានយ៉ាងរលូនដោយប្រើទឹកត្រជាក់សង្កត់ចិត្ត 2. អត្ថន័យក្នុងវិស័យការងារនិងការដឹកនាំការប្រើអំណាចផ្ដាច់ការក្តៅការដឹកនាំដោយបង្ខិតបង្ខំឬស្ដីបន្ទោសខ្លាំងៗអាចធ្វើឲ្យការងារដើរទៅមុខបានមួយផ្លេតប៉ុន្តែបុគ្គលិកឬអ្នកក្រោមបង្គាប់នឹងមានការថ្នាំងថ្នាក់ចិត្តមិនព្រមលះបង់កម្លាំងកាយចិត្តដើម្បីស្ថាប័នឡើយការប្រើចិត្តសាស្ត្រនិងមេត្តាធម៌ត្រជាក់ការដឹកនាំដោយភាពទន់ភ្លន់ការយោគយល់និងការផ្ដល់កម្លាំងចិត្តនឹងធ្វើឲ្យអ្នកដទៃស្រឡាញ់រាប់អាននិងស្ម័គ្រចិត្តជួយជ្រោមជ្រែងកិច្ចការងារឲ្យជោគជ័យយ៉ាងពិតប្រាកដសុភាសិតនេះចង់ដាស់តឿនយើងថាភាពទន់ភ្លន់មិនមែនជាភាពទន់ជ្រាយនោះទេប៉ុន្តែវាគឺជាអាវុធដ៏មានអំណាចបំផុតក្នុងការគ្រប់គ្រងស្ថានភាពនិងការឈ្នះចិត្តមនុស្សក្នុងនាមជាអ្នកមានចំណេះដឹងឬអ្នកដឹកនាំគួរប្រកាន់យកចរិតត្រជាក់ស៊ីជ្រៅដើម្បីបង្កើតទំនាក់ទំនងឲ្យបានល្អនិងយូរអង្វែងជាមួយមនុស្សជុំវិញខ្លួន